សេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងផតកម្មនេះមានស្ដេចចក្រមួយព្រះនាមថាមន្ធាតុព្រះអង្គមានឫទ្ធិច្រើនគ្រប់គ្រងទ្វីបទាំង4បាននិយាយបរិជាដែលនៅជាបរិវាររបស់ព្រះអង្គនឹងរហូតទៅដល់84000បរិជាហើយមនុស្សសម័យនោះអាយុវែងបរិជាគ្រងរាជនៅក្នុងដែនរបស់ព្រះអង្គនឹងហើយកាមគុណដែលពួកបរិជាទាំងឡាយទំនប់បំរុងនឹងក្រៃលែងនៅក្នុងកាមគុណមនុស្សនឹងសម័យថ្ងៃមួយនឹងបរិជាហៅអាមាត្យមកសួរថាតើមានកាមគុណណាដែលវាប្រសើរជាងកាមរបស់មនុស្សនឹងទេអាមាត្យប្រាប់ថាបពិតមហារាជមានតែឋានចាតមហារាជការកាមគុណនៅក្នុងចាតមហារាជការនឹងល្អព្រះអង្គអញ្ចឹងប្របាទមន្ធាតុនឹងទាញចក្ររតរបស់ព្រះអង្គហើយក៏វីទៅប្រកាសនៅក្នុងឋានចាតមហារាជការហ្នឹងពួកទេវតានៅក្នុងចាតមហារាជការហ្នឹងគ្រាន់តែឃើញប្របាទមន្ធាតុមកហើយរីករាយត្រេកអរមកសំណេះសំណាលជាមួយប្របាទមន្ធាតុព្រោះព្រះអង្គគ្រប់គ្រងមនុស្សនឹងដោយធម៌ឲ្យមនុស្សទាំងឡាយប្រព្រឹត្តសុចរិតធម៌អញ្ចឹងគ្រាន់តែឃើញប្របាទមន្ធាតុទៅដល់នឹងភ្លាមចាក់ត្រឡោកបាលទាំង4ហ្នឹងមកដល់ឃើញប្របាទមន្ធាតុហើយក៏បកលរាជបកលសម្បត្តិឲ្យប្របាទមន្ធាតុហ្នឹងគ្រប់គ្រងគ្រាន់តែប្របាទមន្ធាតុសោយកាមគុណនៅក្នុងចាតមហារាជការហ្នឹង84000ឆ្នាំប៉ុណ្ណឹងអត់តន់ស្កប់ស្កល់ទៀតក៏សួរពួកចតុឡោកបាលទាំង4ថាមានកាមគុណណាដែលប្រសើរជាងកាមគុណក្នុងចាតមហារាជការហ្នឹងអញ្ចឹងចតុឡោកបាលទាំង4ថាមានតែឋានតាវតឹងព្រះអង្គអញ្ចឹងប្របាទមន្ធាតុនឹងក៏វិចក្ររតនឹងទៅប្រកាសនៅក្នុងឋានតាវតឹងពេលនោះព្រះអិនគាត់នៅឃើញប្របាទមន្ធាតុមកហើយទៅសំណេះសំណាលជាមួយប្របាទមន្ធាតុបកលរាជសម្បត្តិពាក់កណ្ដាលឲ្យប្របាទមន្ធាតុអញ្ចឹងប្របាទមន្ធាតុបានរាជសម្បត្តិនឹងពាក់កណ្ដាលហើយអត់តន់ស្កប់ស្កល់ទៀតអញ្ចឹងក៏គិតក្នុងចិត្តថាបើអញសម្លាប់ព្រះអិនហ្នឹងដើម្បីគ្រងរាជតែឯងបានមិនប្រសើរជាងនឹងទៅទៀតអញ្ចឹងគាត់តែគិតយ៉ាងហ្នឹងហើយបុណ្យដែលវិការៈផ្សេងពន្លឺរស្មីដែលមានចំពោះប្របាទមន្ធាតុនឹងចាប់ផ្ដើមត្រុតត្រោមចុះធ្លាក់ពីលើឯដកអាកាសហ្នឹងមកប្រកាសនៅឧឈានរបស់ខ្លួនវិញហើយក៏ពេលដែលប្រកាសមកក្នុងឧឈានហើយមនុស្សទាំងឡាយដឹងថាវរាជាមកវិញហើយពួកស្ដេច84000នគរហ្នឹងមកចូលគាល់ប្របាទមន្ធាតុហើយពេលនោះប្របាទមន្ធាតុប្រាប់ថាសេចក្តីប្រាថ្នានឹងវាអត់មានទីបំផុតទេនឹងពោលប្រាប់មនុស្សទាំងឡាយនឹងថាសេចក្តីប្រាថ្នានឹងវាបានមកហើយអត់មានទីបំផុតទេចំណងចង់បានចេះតែចង់ហើយចង់ទៀតអញ្ចឹងវាអត់មានទីបំផុតទេអញ្ចឹងយើងនឹងឈប់ទៅណាទៀតហើយយើងនៅលើសីយាសនៈហ្នឹងហ្មងអញ្ចឹងក៏ផ្សោយទីបង្គាត់ហ្នឹងទៅក៏ទៅកើតនៅក្នុងសុគតិទៅហើយក្នុងសាច់រឿងហ្នឹងលោកចង់ប្រាប់ថាសេចក្តីប្រាថ្នារបស់សត្វលោកនឹងអត់មានទីបំផុតទេហេតុអ្វីបានប្របាទមន្ធាតុនឹងមានរត់ច្រើនយ៉ាងហ្នឹងក្នុងហ្នឹងលោកលើកអំពីអតីតនិទានរបស់ប្របាទមន្ធាតុកាលសម័យប្រពុតរាប់ពីផតកັບនេះទៅ91មហាកັບអញ្ចឹងសម័យហ្នឹងគេនាំគ្នាថ្វាយទៀនមួយដ៏ធំនៅក្នុងក្រុងហ្នឹងមានព្រះសម្មាសម្ពុទ្ធនឹងភិក្ខុសង្ឃនឹងច្រើនអញ្ចឹងទៀននឹងធំហើយប្របាទមន្ធាតុពេលនោះសោយកំណើតកើតជាបរោះកំសត់ម្នាក់ជាអ្នកដេកអាវប៉ះកអាវហ្នឹងអត់សូវមានទ្រព្យសម្បត្តិអីគេទេហើយក៏សម័យហ្នឹងគេថ្វាយទៀនយ៉ាងហ្នឹងហើយក៏គិតក្នុងចិត្តថាអញមកនឹងវាក្រប៉ុណ្ណឹងហើយអញ្ចឹងបើអត់បានធ្វើទៀនតទៅទៀតនឹងវាកាន់តែក្រហើយអញ្ចឹងក៏មិនដឹងថាបានធ្វើអីមិនដឹងមានអីធ្វើអង្គគេបើវាអត់មានទ្រព្យសម្បត្តិអង្គគេហ្នឹងគាត់តែដេអាវគេដើមយកឈ្នួលតែមរុះក៏ខំប្រឹងដេទៅមុំទៅដល់ពេលដែលគេបានថ្វាយទៀនហ្នឹងដេទៅបានប្រាក់ហ្នឹង1មាសសកៈអញ្ចឹងទៅផ្សារហ្នឹងមិនដឹងទិញអីរបស់សិតតែថ្លៃទៅដល់ឃើញសណ្ដែកមួយកំប៉ុងទៅទិញសណ្ដែកមួយកំប៉ុងយកមកស្ងោរហើយថ្ងៃហ្នឹងគេថ្វាយទៀនមនុស្សដែលគេមានបានហ្នឹងគេមានមុខមាត់ហ្នឹងគេ
បានដាក់បាតដាក់អីភិក្ខុសង្ឃព្រះសម្មាសម្ពុទ្ធទៅតែគាត់នឹងជាបរោះថោកទាបអញ្ចឹងគេអត់ឲ្យចូលទេអញ្ចឹងបរោះនឹងថាអត់នឹងបានដាក់បាតព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃយ៉ាងម៉េចអញ្ចឹងមានតែបដោយចេះទៅកើបដាក់ដៃហើយគិតថាបោះទៅណាបើថាបានបណ្ណាយកប៉ុណ្ណឹងក៏បានប៉ុនដែរព្រោះមនុស្សទាំងឡាយអត់ឲ្យគាត់ចូលហ្នឹងអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបចិត្តរបស់បរោះកំសត់ហ្នឹងហើយដល់អំណាចឫទ្ធិរបស់ព្រះអង្គធ្វើឲ្យសណ្ដែករបស់បរោះហ្នឹងធ្លាក់ទៅតាមបាតភិក្ខុសង្ឃនិងព្រះសម្មាសម្ពុទ្ធនឹងអត់ធ្លាក់ចេញពីបាតហ្នឹងឯងចូលទៅតាមបាតតាមលំដាប់ចឹងទៅហើយបរោះនឹងអស្ចារ្យក្នុងចិត្តពីអានុភាពរបស់ព្រះសម្មាសម្ពុទ្ធអស្ចារ្យណាស់អញ្ចឹងក៏តាំងពីសេចក្តីប្រាថ្នាថាបើជាតិណាអាត្មាអញកើតឡើងហើយសូមឲ្យភ្លៀង7ប្រការធ្លាក់មកមានភ្លៀង7ប្រការចង់ត្រូវការអីបានហ្នឹងអញ្ចឹងសេចក្តីប្រាថ្នារបស់បរោះហ្នឹងក៏បានសម្រេចទៅបានមកកើតជាប្របាទមន្ធាតុនេះហើយប្របាទមន្ធាតុប្រាថ្នាអីបានហ្នឹងរហូតដល់គ្រងរាជនៅក្នុងចាតមហារាជការតាវតឹងអញ្ចឹងការប្រាថ្នារបស់លោកនឹងអត់តន់អស់ទីបំផុតទៀតរហូតដល់ប្រាថ្នាចង់ធ្វើគុតប្រអិនធ្លាក់បនមកមនុស្សវិញមកអញ្ចឹងលោកប្រាប់ថាម៉េចសេចក្តីប្រាថ្នារបស់សត្វលោកនឹងអត់មានទីបំផុតទេចង់បានមុនដំបូងយើងអត់ទាន់មានម៉ូតូជិះបានម៉ូតូហើយចង់បានឡានចង់បានអ្វីតទៅមុខទៀតទេអញ្ចឹងការប្រាថ្នានឹងអត់មានទីបំផុតទេអ្វីដែលមានទីបំផុតហ្នឹងគឺការចេះគ្រប់ចេះលំមប្រមាណកាលណាដែលមិនលំមប្រមាណមិនចេះគ្រប់ហើយនឹងធ្វើឲ្យយើងមិនបានសេចក្តីសុខទេកាលណាដែលមិនបានសេចក្តីសុខហើយវាចេះតែកុហលកាហាយឃើញតែសម្បត្តិនោះសម្បត្តិនេះអ្នកនេះគ្រួសារនេះអ្នកនោះមានចេះទៅបានសុខមានចុះទៅបានសុខប៉ុន្តែអត់ដឹងថាអាសម្បត្តិដែលខ្លួនឯងមានអ្នកដតីហ្នឹងគេមិនសឹងតែមានបានដូចយើងហ្នឹងអ្នកដតីពេលខ្លះគេត្រឹមតែរកបាយហូបមកគ្រប់ហ្នឹងមិនចង់ទៅបានផងប៉ុន្តែយើងឃើញសម្បត្តិខ្ពស់ជាងហ្នឹងទៅធ្វើឲ្យរស់នៅក្នុងបច្ចុប្បន្នហ្នឹងរស់សេចក្តីសុខអត់បានកាលណារស់សេចក្តីសុខអត់បានកើត stress កើតទុកកុហលកាហាយស្វែងរកនេះស្វែងរកនោះដើម្បីឲ្យបានទៅតាមចំណង់ចិត្តខ្លួនឯងពេលខ្លះទៅបៀតបៀនគេពេលខ្លះទៅសម្លាប់គេនឹងឯងសេចក្តីប្រាថ្នារបស់សត្វលោកនឹងអត់មានទីបំផុតទេកាលណាដែលអត់មានទីបំផុតហើយសេចក្តីទុកនឹងច្រើនទៅតាមសេចក្តីប្រាថ្នានឹងឯងប្រាថ្នាច្រើនប៉ុណ្ណាទុកក៏ច្រើនប៉ុណ្ណឹងដែរសូមអនុមោទនា